ការព្យាបាលនៅពេទ្យកម្មាជាតិនេះពេទ្យរដ្ឋទេបាទប៉ុន្តែការចំណាយមិនចាញ់ឯកជនប្រមាណទេបាទថ្ងៃខ្លះខ្ញុំចំណាយ100 200ទៅ300ក៏មានដែរ50 70 80 100 200 300ពេលខ្លះត្រូវទិញថ្នាំបន្ថែមនៅខាងក្រៅទៀតព្រោះថ្នាំខ្លះអត់មានអានេះយើងអត់គិតពីការហូបចុកផងចំណែកសេវាគឺអន់ណាបាទយកលុយដោយឯកជនប៉ុន្តែសេវានៃការព្យាបាលគឺអន់ខ្ញុំនិយាយចឹងតែម្ដងអន់បំផុតពីព្រោះការបំពេញការងារច្បោះច្បងមានវិជ្ជបណ្ឌិតដើម្បីជួយសង្គ្រោះកូនខ្ញុំទេនៅពេលហ្នឹងកូនខ្ញុំពិនិត្យឃើញថាពេទ្យថាធ្ងន់ប៉ុន្តែការព្យាបាលហេតុអីមិនពេទ្យមិនយកចិត្តទុកដាក់ជួយគាត់នៅក្នុងលក្ខណៈពិសេសណាមួយទៅព្រោះនៅនឹងមានពេទ្យស្តាហ្នឹងទៅជួយទៅព្យាបាលកូនខ្ញុំយកបទពិសោធន៍តែម្ដងអញ្ចឹងស្ថានភាពជំងឺកូនរបស់ខ្ញុំគួរណាស់តែដាក់វិជ្ជាបណ្ឌិតដើម្បីជួយសង្គ្រោះគាត់ជួយព្យាបាលនៅក្នុងលក្ខណៈពិសេសពីព្រោះអាកម្រិតជាតិពុលនៅក្នុងថ្លើមហ្នឹងគឺវាឡើងខ្ពស់ហើយអត់ស្រត់ចុះបងប្អូនអត់ស្រត់ទេកម្រិតជាតិពុលវាជាតកើនពីព្រោះខ្ញុំយល់ច្បាស់ថាកូនខ្ញុំមិនអាចកើតជំងឺមហារីកគ្រាប់ឈាម 100% ខ្ញុំហ៊ានធានាអាងតែម្ដងហើយរឿងគ្រុនឈាមនេះក៏ខ្ញុំមានការសង្ស័យដែរអត់មានការអះអាងច្បាស់លាស់ជំងឺគ្រុនឈាមដែលបណ្ឌិតឃើញនឹងគឺចេញលទ្ធផលមកគាត់និយាយដូចជារបៀបមិនច្បាស់លាស់តិចតួចចេះអាចជំងឺគ្រុនឈាមក្តីជំងឺមហារីកឈាមនេះប៉ះពាល់គ្រាប់ឈាមហ្នឹងចឹងអារោគសញ្ញាដែលវាលេចឡើងហ្នឹងគឺវាស៊ីគ្នាអញ្ចឹងគាត់ស្រួលលៀងគូតស្រួលលៀងកំហុសការព្យាបាលនៅពេទ្យកម្មាជាតិនេះបើសិនជាមានការយកចិត្តទុកដាក់ពីគ្រូពេទ្យឲ្យបានហ្មត់ចត់កូនរបស់ខ្ញុំមិនអាចបញ្ហាបានប៉ុន្តែខ្ញុំទទួលស្គាល់ថាពេទ្យមួយចំនួនគាត់មានបទពិសោធន៍គាត់យកចិត្តទុកដាក់នៅក្នុងការព្យាបាលប៉ុន្តែខ្ញុំនិយាយគឺនិយាយតាក់ទងទៅនឹងពេទ្យដែលព្យាបាលកូនរបស់ខ្ញុំតែគាត់ព្យាបាលកូនរបស់ខ្ញុំគឺអន់បំផុតហើយខ្ញុំទទួលស្គាល់ជាទូទៅថាពេទ្យគឺជាអ្នកដណ្ដើមជីវិតអ្នកជំងឺពីមច្ចរាប៉ុន្តែសម្រាប់ពេទ្យកម្មាជាតិពេទ្យដែលព្យាបាលកូនខ្ញុំគឺជាឃាតករដែលឆក់យកជីវិតកូនរបស់ខ្ញុំហើយដូចបានខ្ញុំនិយាយដល់ថ្នាក់នេះមិនធម្មតាទេបងប្អូនការព្យាបាលកូនរបស់ខ្ញុំនេះពេទ្យសោះអង្គុយណាខ្ញុំមើលអេយ៉ាបត់របស់ពេទ្យខ្ញុំស្គាល់ណាពេទ្យរវល់ផ្សេងបាទពេទ្យរវល់ផ្សេងណាពេទ្យដែលរើសអើងពេទ្យដែលមិនយកចិត្តទុកដាក់គ្មានទំនួលខុសត្រូវផ្សឹកកូនខ្ញុំធ្វើទុកម្ដងឬក៏ត្រូវដូរសេរ៉ូមហៅគាត់តម្រាំគាត់មកមិនងាយទេបាទ